ជួយហើយមិនក៏ក្មួយឯងគិតខ្លីម៉ែមុំតែក្មួយឯងបានប៉ុណ្ណឹងម៉ែអូនចំពិបាកខ្លាំងណាស់តោះតែក្មួយឯងខ្លាចជាឪពុកម្ដាយគេបានក្មួយឯងយល់អារម្មណ៍មួយហ្នឹងខ្ញុំអរគុណឯពូខ្ញុំអន់ចិត្តនឹងម៉ែខ្ញុំពេកគាត់យល់ពីអារម្មណ៍ខ្ញុំទេគាត់យល់តែពីអារម្មណ៍ខ្លួនឯងនេះវាមិនមែនជាដំណោះស្រាយទេក្មួយហើយបើតាមធម៌ព្រះពុទ្ធសម្រាប់ខ្លួនឯងចឹងព្រះមិនប្រោះទេក្មួយឯងត្រូវគិតថាពេលដែលក្មួយឯងស្លាប់ទៅសង្សារក្មួយឯងគេមិនស្លាប់តាមក្មួយឯងទេហើយគេនឹងមានអ្នកថ្មីហើយមិនយូរទេគេនឹងភ្លេចក្មួយឯងហើយតើក្មួយឯងសម្លាប់ខ្លួននឹងដើម្បីអីក្មួយឯងគិតមើលតែពូយើងត្រូវឬអត់អញ្ចឹងខ្ញុំគិតទៅមកយពូដំណោះស្រាយមានច្រើនណាស់ក្មួយកុំតែគិតខ្លីសម្លាប់ខ្លួនបើសិនជាគូយើងយ៉ាងណាក៏នៅតែគូយើងដែរប៉ុន្តែវាតែមានឧបសគ្គ